បាទសួស្តីក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនតអំពីថ្ងៃមុនគឺយើងរៀនពីរបៀបដំឡើងថ្ងៃនេះគឺយើងមករៀនទាក់ទងនឹង tool អូខេអញ្ចឹងថ្ងៃនេះក៏ខ្ញុំរៀនទាក់ទងនឹង tool មួយគេហៅថា tool select អ្នកទាំងអស់គ្នាដូចបានឃើញនៅលើ mouse នេះខ្ញុំចង្អុលកន្លែងនេះគឺយើងប្រើជាមួយ tool select វាប្រើសម្រាប់យើង select ទៅលើ object របស់យើងផ្សេងៗអញ្ចឹងដូចជាគ្រប់ដូចផ្សេងនិយាយជារួមគឺនៅលើ SketchUp យើងទាំងមូលនេះយើងអាចធ្វើការ select ប្រើ tool select នឹងបានអូខេកុំឲ្យខាត់ពេលយូរតោះយើងចូលទៅរៀនប្រើជាមួយ tool select របស់គ្នាជាដំបូងគឺ tool select ខ្ញុំធ្វើការបែងចែកជា3ទី1យើងធ្វើ select ទៅ click ទី2យើងធ្វើការ select ទៅលើ window គឺយើងចាទី3គឺយើងធ្វើការ select section អូខេអញ្ចឹងការ select របស់យើងមាន3បន្តមកទៀតគឺខ្ញុំប្រាប់អ្នកនរគ្នាតកតងទៅនឹងការ select ទៅប្រើ click ការ select ទៅប្រើ click ហ្នឹងគឺយើងអាចធ្វើការអីគេគឺយើងចង់ select ទៅលើ object ណាមួយឧទាហរណ៍ថាខ្ញុំចង់ select លើ face ខាងលើនេះយើងយក tool select ហើយយើងយក mouse ខាងឆ្វេងនៅលើ mouse របស់យើងហ្នឹងគឺខាងឆ្វេងហ្នឹងមក click ទៅលើហ្នឹងវានឹងធ្វើការ select នៅចំណុចដែលយើងត្រូវការអូខេឬក៏មួយទៀតអ្នកទាំងអស់គ្នាចង់ select object នឹងទាំងមូលអ្នកទាំងអស់គ្នាគ្រាន់តែយក tool select ហ្នឹងហើយអ្នកទាំងអស់គ្នាយក mouse ខាងឆ្វេងហ្នឹង click ចំនួន3ដងឲ្យជាប់គ្នាបានន័យថា click ឲ្យញាប់ទៅ1 2 3អញ្ចឹងវានឹងធ្វើការ select object នឹងទាំងមូលឲ្យយើងតែម្ដងអូខេតោះនេះអ្នកទាំងអស់គ្នាវាចង់ select line អីគឺអាចប្រើ select click នឹងបានណាបន្តមកទៀតគឺការប្រើប្រាស់ទៅលើការ select លើ window ឧទាហរណ៍យើងត្រូវការប្រើ select window ឧទាហរណ៍ object មួយនេះខ្ញុំត្រូវការ select ផ្នែកណាមួយនៃ object ឧទាហរណ៍ថាខ្ញុំចង់ select ទៅផ្នែកខាងលើអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើ select click ក៏បានឬក៏ពេលខ្លះវាមាន object ផ្សេងទៀតវានៅត្រង់ចំណុចហ្នឹងកន្លែងនេះខ្ញុំប្រើ select window អ្នកទាំងអស់គ្នាគ្រាន់តែយក mouse ខាងឆ្វេង click មក click ត្រង់ចំណុចណាក៏បានដែរឲ្យតែ slash ហើយអ្នកទាំងអស់គ្នាអូសមកខាងក្រោមចេះមកតើមកយើងអូសឲ្យពេញជាមួយ object ដែលយើងចង់ select បើសិនថាយើងអូសអត់ពេញទេ object ហ្នឹងវាអត់ធ្វើការ select ឲ្យយើងទេនេះគឺជា select window គឺវាបែបហ្នឹងតែបើសិនតែអ្នកទាំងអស់គ្នាចង់ select កន្លែងណាមួយឧទាហរណ៍ខ្ញុំចង់ select line មួយនេះដោយមិនចាំបាច់ប្រើ click ទេខ្ញុំចង់ប្រើ select window អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់ទាញ select ឲ្យ full មកគេវា select ឲ្យយើងឯងឧទាហរណ៍ខ្ញុំចង់ select ផ្នែកណាមួយខាងលើចេះអូខេគេវា select ឲ្យយើងឯងឧទាហរណ៍ select ជ្រុងកន្លែងនេះអូខេនេះគឺគេហៅថា select window ពេលខ្លះយើងមាន object នៅកណ្ដាលនៅអីយើងអាចធ្វើការ select បែបហ្នឹងបាន select មួយទៀតទាក់ទងទៅនឹងការ select ទៅលើ select section នេះគឺនៅពេលយើងប្រើការនៅពេលត្រង់ចំណុចណាដែលយើងធ្វើការ select ប៉ះវាតែបន្តិចឲ្យតែវា section កាត់ចំកន្លែងណាវាធ្វើការ select យើងកន្លែងហ្នឹងអូខេខ្ញុំ select កន្លែងណាគឺកន្លែងហ្នឹងឧទាហរណ៍ខ្ញុំចង់ select ពេញខ្ញុំអូសពេញអញ្ចឹងមកខ្ញុំចង់ select តែជ្រុងនេះខ្ញុំអាច select តិចចេះមកអូខេចេះវាដោយទាំងអស់តែបើ select window នេះយើង select ចេះមកគឺវាបានតឡាញទេអញ្ចឹងវាងាយស្រួលនៅក្នុងការធ្វើការ select អ្នកទាំងគ្នាអញ្ចឹងតកតងនឹង tool select ក៏យើងមានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយទៀតជាមួយនឹង comment តទៀតអូខេបើសិនបើអ្នកទាំងអស់គ្នាអត់ទាន់យល់ទេខ្ញុំនឹងបន្ថែមឲ្យអ្នកទាំងអស់គ្នាទៀតនៅពេលក្រោយអូខេជួបគ្នាវីដេអូក្រោយទៀត